Và sự xây này đâu nè lời dừng cho can video thứ mấy chúng ta tôn cho mùi nâng mà address cứ chia address unique mà mình làm mùi thì rồi cái những hai tha physical address các bạn này vì miền tại mùi thế được không device bao dương mùi cứ miền tại mà address mùi thì ở miền pi miền bảy thì đưa tại nhân bản dương tầng đưa tại nhân bản dương trắng này hay viên được không network device bao dương nữa hay viên price mà thôi cái tụm nẹ tụm nông chỉ mùi nâng lên và anh yêu tiêu hồ thì họ ní mà address thì họ bao kỳ này hay IP ấy đó IP គឺជា logical address របស់ network device logical អីគេមានន័យថាយើងកំណត់ IP របស់យើងនៅក្នុង device network device របស់យើងមួយណាអានេះយើងអាចកំណត់បានណាវាប្រើសម្រាប់ធ្វើអីតំណាក់តំណងទៅលើប្រព័ន្ធ network ដើម្បីធ្វើការ send package ដើម្បីឲ្យស្គាល់គ្នាស្គាល់តាម IP ហ្នឹងហើយបើមាន IP យើងស្គាល់គ្នាមិនកើតមកកើតទេយើង access internet access អីហ្នឹងកុំព្យូទ័ររបស់យើងសិតតែមាន IP ដើម្បីធ្វើការ access internet បានហើយដើម្បីធ្វើការ send package ហើយដើម្បីស្គាល់ឧបករណ៍ផ្សេងទៀតណាពីមួយទៅមួយចឹងទៅហើយនេះគឺជាឧទាហរណ៍ហើយយើងអាចដូរបានបើ IP របស់យើងហ្នឹងនៅលើ network device យើងអាចដូរបានយើងចង់កំណត់ IP ប៉ុន្មានអូខេអាហ្នឹងជាតម្រូវការរបស់យើងប៉ុន្តែប្រភេទMAC address អត់ទេ no cannot អត់អាចកំណត់ដោយខ្លួនឯងបានទេវាមកមិនគឺអញ្ចឹងហើយហើយនេះ subnet មកស្អីទេ subnet បើនិយាយតាក់ទងនឹង subnet គឺវាវែងឆ្ងាយ subnet គឺជា rank របស់ IP មានន័យថាពេលយើងកំណត់ IP ហ្នឹងវាមាន rank របស់វាអញ្ចឹង rank របស់វាគេកំណត់ទៅលើ slash នេះណាយើងកំណត់លើ slash នេះអញ្ចឹង slash 24យើងប្រើបាននេះពី optic ទី4ពីលេខ0ពីលេខ1ដល់254អានេះយើងអាចប្រើបានអញ្ចឹងមក optic យើងអាចប្រើបានកុំព្យូទ័រឬក៏ add device ហ្នឹងបានរហូតដល់254អញ្ចឹងមក optic អញ្ចឹង IP ទាំងអស់ហ្នឹងវាមាន4 optic អញ្ចឹងមកនេះ1 2 3 4ណាអញ្ចឹងបើ slash ហើយមក optic វាមាន8 bit អាហ្នឹងយើងត្រូវចាំបើខ្ញុំមានពេលខ្ញុំនឹងលម្អិតបន្ថែមទៀតឥឡូវខ្ញុំនិយាយត្រួសសិនចុះអញ្ចឹង IP ទាំងអស់វាមាន4 optic IPv4 version 4ហើយ optic ទី1វាមាន8 bit អានេះ8អានេះ8អានេះ8អញ្ចឹងបូកទៅវា32អញ្ចឹងយើងដកនេះទៅដក8អញ្ចឹងវានៅសល់ /24 ណាអញ្ចឹងវាប្រើ optic ទី4វាប្រើបាន254device ដែរណា254 IP ដែរហើយ subnet មួយទៀតអានេះវាមាន network address អញ្ចឹង subnet វាមាន network address របស់វាគេហៅថា first IP ឥឡូវទីហៅថាយើងប្រើ IP 192.8.0.1 អញ្ចឹងអាចុច1ហ្នឹងគេហៅថាអីគេហៅថា network address ដោយសារវា start ពីលេខ1ប៉ុន្តែយើងយកខាងក្រោយបានអត់យើងយកលេខ2បានអត់យើងយកលេខ3បានអត់បញ្ហាទេយើងចង់យកមួយណាក៏បានដែរប៉ុន្តែនេះជាមេរៀននេះជាទូទៅគេយក IP ដំបូងរបស់ subnet ដើម្បីធ្វើជា network address ហើយ broadcast មានចុងក្រោយ254ហ្នឹងអាហ្នឹងហៅថាbroadcast ហើយចឹងពួក they are reverse and cannot be used ចឹងយើងអាចធ្វើការ reverse បានទេណាត្រឡប់វាបានទេអានេះវាលម្អិតតកតងជាមួយនឹង IP ចឹង IP វាបើ /32 វាអស់ហើយនេះ254 255នៅ subnet របស់វាអានេះ slash
នេះហោះ available ដូចខ្ញុំនិយាយចឹងវាមាន8 optic ចឹង4វាត្រូវ32ឯងចឹងបើដាក់ /32 វាមានកុំព្យូទ័រណាប្រើកើតអត់ទេប្រើកើតចឹងវាដាក់0ហើយហោះ available អត់មានទេ1ក៏គ្មានដែរចឹងបើយើងដាក់ /30 វាបាន4តែយើងត្រូវដក2ចេញហេតុអីមកដក2ដោយសារ network យើងទុកឲ្យ network address ហើយនឹង broadcast address ចឹងដក2ចឹងយើងប្រើបាន2ចឹង/នេះ/29ចឹងយើងប្រើបាន8ប៉ុន្តែយើងត្រូវដក2ចឹងវានៅសល់6ចឹងយើងប្រើបាន6កុំព្យូទ័រចឹងយើងគុណចឹងទៅយើងមើលតាមនឹងទៅតែ complete ដក2ដោយសារអីយើង keep វាសម្រាប់ network address ហើយនឹង broadcast address អានេះ select IP address ចឹងយើង select IP address ពី subnet ដូចគ្នានៅក្នុង local network របស់យើងអូខេអានេះដូចអត់សូវសំខាន់ទេអានេះដោយសារបើសិនជា network ខុសគ្នាក៏វាអត់ដើរទេចឹងនៅពេលដែលយើង connect ដូចខ្ញុំនិយាយនៅវីដេអូមុនចឹង IP ឲ្យដូចគ្នាណាយើង connect IP ដូចគ្នាបើសិនជាខុសគ្នាយើងអាចconnect ទៅកាន់ device របស់យើងបានទេ MACaTIC របស់យើងបានទេអញ្ចឹងយើងមើល range IP របស់ MACaTIC ផងណាហើយយើងកំណត់ទៅឲ្យវាដូចគ្នា IP range ដូចគ្នាបានយើងអាច login device របស់ MACaTIC បាននេះតកតងនឹង lab យើងធ្វើនៅវីដេអូក្រោយជួបគ្នានៅវីដេអូក្រោយអរគុណ